ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទបើកហាងកាត់សក់ជូនបងប្រុសមួយមកកាត់សក់ថ្ងៃនេះដែរខ្ញុំមកកាត់ប្រភេទសក់របៀប PM បងប្អូន PM នឹងដែរគឺមិនមែនជា PM ខ្លីខ្លាំងទេ PM ខ្លីមកដំបូងបងប្អូនខ្លីពេកក៏មិនខ្លីពេកវែងពេកក៏វែងពេកដើម្បីកាត់សក់នេះដែរយើងប្រើពុម្ពលេខ2បងប្អូនឈូសឡើងរួចហើយយើងប្រើពុម្ពលេខ1បងប្អូនប្រើពុម្ពលេខ1ឡើងហើយប្រើពុម្ពលេខ1ឈូសឡើងឈូសទៅឈូសមកមើលខាងរៀងខាងក្រោយឈូសយ៉ាងម៉េចឲ្យវាឃើញស៊ីសក់ពុម្ពលេខ1ស៊ីសក់ឲ្យអស់ចឹងបងប្អូនស៊ីសក់ពុម្ពលេខ1ស៊ីសក់អស់ហើយយើងមើលទៅសក់ខ្លះវានៅដុំយើងឈូសបដិញវាលោះចុះឡើងបងប្អូនពេលកាលណាយើងប្រើពុម្ពលេខ1ឈូសឡើងហើយវាស៊ីសក់ស្មើស្អាតហើយយើងប្រើពុម្ពលេខ2ក៏បានបងប្អូននេះយើងឈូសម្ខាងរួចហើយនៅម្ខាងទៀតនេះយើងចេះតែងឹតកាមេរ៉ាទៅមិនសូវច្បាស់យ៉ាងណាក៏ខ្ញុំមានធ្វើបន្តទៀតចែកជូនពុកម៉ែបងប្អូនបាទលឺសំឡេងរំខានខាងក្រៅដោយសារតែខ្ញុំបញ្ចូលសលេងនៅក្នុងតូបកាត់សក់លឺសំឡេងម៉ូតូរំខានខាងក្រៅដែរបងប្អូនតែយ៉ាងណាក៏មិនធ្វើដែរដើម្បីតែបានធ្វើវីដេអូចែកជូនបងប្អូនពុកម៉ែបងប្អូនបានមើលនេះយើងប្រើពុម្ពលេខ1ឈូសរួចហើយយើងទៅលាក់ចោលយើងប្រើទឿទូទេបងប្អូនទឿទូទេស៊ីបងប្អូនទឿទូទេយើងចាប់ផ្ដើមស៊ីមកបងប្អូនហើយអាខាងក្រោមយើងយកមកទឿលីងខាងក្រោមឲ្យវាចេញសេរ៉ូអស់បងប្អូនបាទបងប្អូនយើងឈូសទឿលេខទូទេដើម្បីយករៀងស្អាតអត់ស្អាតនេះចាប់ផ្ដើមស្អាតហើយបងប្អូនចាប់ដើមសបោសក់យើងដាច់ស្មើល្អសបោសក់ដាច់ស្មើល្អហើយយើងឈូសទៀតទៅឈូសគាត់ទៅពីឈូសរើបងប្អូនដាក់រើមិនក្បាលយើងទេដាក់ទៅបើភ្ញៀវយើងតើឥឡូវចាប់ដើមរួចរាល់ហើយបងប្អូនឥឡូវឲ្យបានថតទេថតតែជាងឲ្យមើលមិនដែរបងប្អូនមុននឹងវាស្ដេង PM ណាប៉ុន្តែខ្លីហ្មងមិនខ្លីមិនខ្លាំងទេតែមុំមកអេមឲ្យមានដៃមួយបងប្អូន